សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មុកក៏បានដែរនៅថ្ងៃនេះមានបន្តសាច់រឿងរបស់យើងបន្តទៀតក៏ប៉ុន្តែមិនបន្តសាច់រឿងសម្រាប់គ្នាយើងណាដែលមានចំណារអារម្មណ៍ទៅលើគ្រប់ VIP ដែលមានបានមកកាន់ហ្នឹងកុំភ្លេចទាក់ទងមកកាន់អ្នកមានផ្ទាល់មកម្យ៉ាងទៀតនោះសម្រាប់គ្នាយើងណាដែលមានអំណងថាចង់ support កាហ្វេមកកាន់អ្នកមាននេះនោះមានដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់មានហើយឥឡូវនេះដែរយើងកុំឲ្យចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងសាច់រឿងគឺការបង្ហាញនៅព្រឹកថ្ងៃបន្ទាប់យើងគិតថាយូគីម៉ារ៉ានិងអាយ៉ាមេបានមកជួបគ្នាហើយព្រោះថានេះគឺជាការណាត់របស់ពួកគេអាយ៉ាមេបានបង្ហាញផងដែរថាការដែលរបស់ពួកគេនេះក៏បានរៀបចំរួចទៅហើយថានៅថ្ងៃនេះគឺត្រូវធ្វើអ្វីខ្លះជំហានដំបូងរបស់ពួកគេដែលត្រូវធ្វើនោះពួកគេត្រូវតែទៅផ្សារទំនើបដើម្បីទៅ shopping អ្នកទាំងពីរដែលមិនតបបានប្រមាណផងក៏ត្រូវបានហាមឃាត់ភ្លាមៗពីសំណាក់កាណាដេដែលនាងចាប់ផ្ដើមធ្វើការស្ដីឲ្យទៅកាន់សែនប៉ៃរបស់នាងទាំងពីរនេះឯងថាហេតុអីបានជាតែខ្លួនបែបនេះទៅវិញការដែលជាមួយគ្នាមិនមែនការស្លៀកពាក់លក្ខណៈវិទ្យាសាស្ត្របែបហ្នឹងនោះទេពួកគេត្រូវតែស្លៀកពាក់លក្ខណៈគូស្នេហ៍មួយសន្ទុះក្រោយយកគេថាយូគីម៉ារ៉ាបានផ្លាស់ប្ដូរសម្លៀកបំពាក់របស់គាត់រួចរាល់ហើយទោះបីជាយ៉ាងណាក៏ដោយក៏ត្រូវតែអង្គុយរងចាំជាមួយនឹងអ៊ីនូកៃដើម្បីរងចាំទៅកាន់អាយ៉ាមេជាមួយនឹងកាណាដេនឹងឯងគណៈពេលដែលយូគីម៉ារ៉ាក៏កំពុងតែត្អូញត្អែអំពីការរងចាំរបស់គាត់គឺរយៈពេលចុងកន្លះម៉ោងទៅហើយនេះនិយាយមិនតំបានផុយប្រមាត់ផងស្រាប់តែយូគីម៉ារ៉ាពិតជាមានការភ័យផ្អាកខ្លាំងមែនទែនបន្ទាប់ពីឃើញការស្លៀកពាក់របស់អាយ៉ាមេមើលទៅពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់សម្រាប់យូគីម៉ារ៉ាបន្ទាប់ពីឃើញសម្រស់ដ៏ស្រស់ស្អាតរបស់អាយ៉ាមេបែបហ្នឹងហើយទូរស័ព្ទរបស់គាត់ចាប់ផ្ដើមចុចឡើងឆ្មិញតែម្ដងគ្រាន់តែអាយ៉ាមេបានទៅចិត្តជាមួយនឹងយូគីម៉ារ៉ាភ្លាមនោះយើងឃើញថាម្នាក់ចាប់ផ្ដើមអៀនគ្នាទៅវិញទៅមកហើយអ្នកណាមិនអៀនបើយើងទៅក្បែរជាមួយនឹងក្រាស់របស់ខ្លួនឯងវាតែងតែអញ្ចឹងហើយជំហានបន្ទាប់នៃការដែលរបស់ពួកគេគឺថាទៅកន្លែងទិញស្បែកជើងនឹងឯងហើយជាដំបូងហ្នឹងគឺត្រូវតែទិញស្បែកជើងកាញ់ឲ្យទៅកាន់អាយ៉ាមេគ្រាន់តែការទិញស្បែកជើងមួយសោះយើងឃើញថាយូគីម៉ារ៉ាចាប់ផ្ដើមធ្វើការណែនាំអំពីការវិភាគរបស់គាត់ហើយទាក់ទងអំពីតម្លៃក៏ដូចជាគុណភាពរបស់ស្បែកជើងអញ្ចឹងហើយបានថានេះហើយគឺជាខួរក្បាលអ្នកវិទ្យាសាស្ត្រសំបីតែកាណាដេនៅពេលឃើញអញ្ចឹងក៏អស់ពីអញ្ចឹងដែរកាត់បង្ហាញមកកន្លែងបរិះម្នាក់ទៀតយើងគិតថាគាត់កំពុងតែជាមួយនឹងសង្សាររបស់គាត់ហើយភ្លាមៗនឹងដែរស្រាប់តែអាទិភ្លើងបុកគ្នាតែម្ដងដោយសារតែកញ្ញាម្នាក់ហ្នឹងក៏ជាសង្សាររបស់បរិះម្នាក់ហ្នឹងផងដែរហើយលទ្ធផលដែលគាត់ទទួលបានគឺថាស៊ីមួយកំភ្លៀងនឹងឯងអញ្ចឹងហើយបានថាកុំឲ្យខ្លួនមួយចង់ជីទូពីអ្នកគ្នាតែជីទូពីគឺវេទនាអញ្ចឹងណាត្រឡប់មកកន្លែងយូគីម៉ារ៉ាជាមួយនឹងអាយ៉ាមេនៅវិញការដែលបន្តរបស់ពួកគេនឹងគឺជាការទៅញ៉ាំអីជាមួយគ្នានឹងឯងសម្រាប់កាណាដេជាមួយនឹងអ៊ីនូកៃនៅវិញពួកគេទាំងពីរនាក់តាមដានទៅកាន់សិស្សច្បងទាំងពីរដោយសារតែពួកគេត្រូវតែកត់ត្រាអំពីសកម្មភាពរបស់ពួកគេទាំងពីរនាក់តែការដែលរវាងយូគីម៉ារ៉ាជាមួយនឹងអាយ៉ាមេនឹងគឺប្រព្រឹត្តដោយរបៀបណាទៅដោយសារតែនេះគឺជាកំណត់ដោយផ្ទាល់តែម្ដងពីសំណាក់អេណានៅពេលនោះអ៊ីនូកៃក៏បានប្រសាថាអត់ចង់ទៅនោះទេក៏ប៉ុន្តែជាស្ដែងដោយសារតែអេណាបានមកខំមកកាន់កូពេញនោះអ៊ីនូកៃក៏បានយកព្រមទៅណាមួយអ្នកទាំងពីរនោះក៏ជាសិស្សច្បងរបស់គាត់ដែររីឯផែនការនៅក្នុងសភៅនៅវិញគឺថាតម្រូវឲ្យខាងប្រុសគឺចាប់ដៃរបស់ខាងស្រីនឹងឯងក៏ប៉ុន្តែសភាពរបស់យូគីម៉ារ៉ានៅពេលនេះដូចជាមិនសូវស្រួលនៅឡើយដោយសារតែគាត់ឥឡូវនេះកំពុងតែបាញ់ហើយនេះចង្វាក់បេះដូងគឺកាន់តែលោកញាប់ជាពិសេសក្នុងខ្លួនរបស់គាត់កំពុងតែឡើងកម្ដៅទៀតនៅក្នុងការកើតរបស់អ៊ីនូកៃនៅវិញគឺបានបង្ខំទៅកាន់យូគីម៉ារ៉ាឲ្យចាប់ដៃរបស់អាយ៉ាមេឲ្យលឿនៗទៅក៏ប៉ុន្តែស្រាប់តែដាច់ចកេះតែម្ដងដោយសារតែយូគីម៉ារ៉ាបាននិយាយថាពួកគេគួរតែរំលាយអំពីការដេតមួយនេះទៅជាពិសេសអាយ៉ាមេបន្ទាប់ពីលើកដូចនេះភ្លាមបែរជានាងបានធ្វើតាមចិត្តរបស់យូគីម៉ារ៉ាទៀតបើតាមមើលទៅសភាពរបស់អាយ៉ាមេដូចជាខឹងទៅកាន់យូគីម៉ារ៉ាអញ្ចឹងត្រឡប់មកកន្លែងបរិះជោគជាំនៅវិញយើងឃើញថាមិត្តភក្តិរបស់គាត់ចាប់ផ្ដើមសើចចំអកដាក់គាត់ហើយដោយសារតែគាត់ហ្នឹងគឺត្រូវបានអាទេសភ្លើងបុកគ្នានឹងឯងអេមីនសំប្រាឈ្មោះបរិះម្នាក់ហ្នឹងហើយទៅដែលគាត់មានឈ្មោះថាយូយ៉ាឈីដោយសារតែបែបហ្នឹងហើយគាត់មិនចង់ឲ្យមិត្តភក្តិរបស់ខ្លួនឯងគឺបានសើចចំអកដាក់គាត់បន្តទៀតនោះទេហើយគាត់បាននិយាយថាប៉ុណ្ណឹងអីគឺស៊ីផុយតែម្ដងសម្រាប់របស់យើងប៉ុណ្នេះដែរមិនខ្វះទេស្រីៗតាមស្រឡាញ់បាយមិនជឿចាំមើលអញធ្វើឲ្យមើលតែម្ដងកលេចមើលកញ្ញាចោលឡើងក៏ស្រាប់តែប្រទេសភ្នែកជាមួយនឹងអាយ៉ាមេកំពុងតែដើរតាមម្នាក់ឯងនៅក្នុងការកើតរបស់អាយ៉ាមេនៅវិញនេះគឺពិតជាឆ្ងល់អំពីខ្លួនឯងខ្លាំងមែនទែនហេតុអីបានជាអំបីនេះនេះគឺបានជាខឹងទៅកាន់យូគីម៉ារ៉ាអញ្ចឹងភ្លាមៗដែរស្រាប់តែយូយ៉ាឈីនេះគឺបានទៅរាក់ទាក់ជាមួយនឹងអាយ៉ាមេដោយប្រពន្ធនាងទៅញ៉ាំតែជាមួយគ្នាអញ្ចឹងណាអាយ៉ាមេបានបដិសេធភ្លាមតែម្ដងថានាងគឺមានកិច្ចការរបស់ខ្លាំងណាស់អត់មានពេលវេលាដើម្បីទៅជួបគ្នាទេអាប៉ុណ្ណឹងគឺមិនឈុំទេនាងគឺចាប់ផ្ដើមលើកទ្រឹស្ដីអំពីអ្នកវិទ្យាសាស្ត្រមកទៀតហើយការចំណាយពេលវេលា10នាទីអញ្ចឹងទៅ10នាទីអ្នកគ្នាកុំឲ្យងើយឆ្ងល់តាមពិតទៅពួកគេនឹងទៅញ៉ាំអីជាមួយគ្នាតែប៉ុណ្ណោះការលើកឡើងទ្រឹស្ដីអ្នកវិទ្យាសាស្ត្របែបហ្នឹងហើយធ្វើឲ្យយូស៊ីនៅវិញគឺបែកវល់តែម្ដងព្រោះថាគាត់អត់យល់អំពីអ្វីដែលអាយ៉ាមេបានបង្ហាញនោះទេអ្វីដែលកាន់តែឈឺចិត្តសម្រាប់គាត់ទៀតនឹងគឺថាមិត្តភក្តិរបស់គាត់ចាប់ផ្ដើមសើចចំអកទៀតហើយដើម្បីកុំឲ្យកាន់ចិត្តជាមួយនឹងមិត្តភក្តិរបស់ខ្លួននោះគាត់ចាប់ផ្ដើមបង្ខំទៅកាន់អាយ៉ាមេដើម្បីទៅជាមួយនឹងគាត់តែម្ដងក៏ប៉ុន្តែភ្លាមស្រាប់តែបរិះជីសិសរបស់យើងគឺចាប់ផ្ដើមបង្ហាញខ្លួនដើម្បីជួយសង្គ្រោះទៅកាន់ព្រះនាងហើយយូគីម៉ារ៉ាគាត់និយាយច្រើននោះទេគឺចាប់ដៃរបស់អាយ៉ាមេដើម្បីចាក់ចែងអំពីទៅនេះភ្លាមតែម្ដងចំពោះយូអាឈីគាត់មិនអស់ចិត្តនោះទេហើយក៏បានសួរទៅកាន់យូគីម៉ារ៉ាថាអូនឯងនឹងគឺជាសង្សាររបស់អាយ៉ាមេមែនយូគីម៉ារ៉ាបានតបថាយើងមិនមែនជាសង្សាររបស់នេះនោះទេហេតុអីបានជាឯងសួរ
បានមិនមែនជាសង្សាររបស់នាងហេតុអីបានជាឯងចូលមកជ្រៀតជ្រែងរឿងរ៉ាវរបស់យើងជាមួយនាងអញ្ចឹងដល់ពេលអញ្ចឹងទៅមានអីអំឡុងពេលហ្នឹងស្រាប់តែយូគីម៉ារ៉ាចាប់ផ្ដើមដាក់ផាំងផានទៅកាន់យូអេស៊ីតែម្ដងសិទ្ធិរបស់យើងនោះទេហេតុអីបានជាឯងចង់បានហេតុផលអញ្ចឹងហាអាអូនមិនត្រឹមតែប៉ុណ្្នឹងទេអ្នកគ្នាអំឡុងពេលហ្នឹងយូគីម៉ារ៉ាក៏បានបង្ហាញពីផុសតាងជាច្រើនដែលគាត់គឺមានទំនាក់ទំនងជាមួយនឹងអាយ៉ាមេហើយការបង្ហាញផុសតាងរបស់គាត់គឺលក្ខណៈបែបវិទ្យាសាស្ត្រទាំងអស់តែម្ដងអំពីការកត់ត្រារបស់គាត់បន្ទាប់ពីគាត់បានដាក់ផាំងផានទៅកាន់អបយូអេស៊ីហើយនោះគាត់ក៏បាននាំអាយ៉ាមេដើម្បីចាក់ចេញពីទីនេះបាត់ទៅយូអេស៊ីនិងមិត្តភក្តិរបស់គាត់បន្ទាប់ពីឃើញបែបនេះគឺអស់ពីនិយាយហើយមិនដឹងថាបរិយាយដោយរបៀបណានោះទេព្រោះថាម្នាក់ៗសុទ្ធតែអ្នកវិទ្យាសាស្ត្រនៅក្នុងការគិតរបស់យូគីម៉ារ៉ានៅវិញក៏កំពុងតែឆ្ងល់អំពីទង្វើរបស់ខ្លួនឯងផងដែរពាក់ព័ន្ធអ្វីហេតុអីបានជាគាត់ជួយសង្គ្រោះទៅការអាយ៉ាមេអញ្ចឹងសម្រាប់អាយ៉ាមេនៅវិញកំពុងតែអកឆេហើយដោយសារតែអំបញ្ញមិញនេះយូគីម៉ារ៉ាមើលទៅពិតជាសង្ហាខ្លាំងមែនទែននិយាយខ្លីទៅគឺថាបរិយាជីសេសគឺជួយសង្គ្រោះទៅកាន់សៃស្អាតសាច់រឿងគឺការបង្ហាញមកកន្លែងទីតាំងរបស់សួនកំសាន្តនៅវិញយើងគិតថាយូគីម៉ារ៉ាហើយនិងអ្នកដទៃទៀតគឺបានមកដល់ទីនេះហើយចំពោះអ្នកវិទ្យាសាស្ត្រទាំងពីរអ្នករបស់យើងនៅវិញគឺដកហើយដែលពួកគេទាំងពីរនាក់កំពុងតែជិះសេះហោះជាមួយគ្នាហើយអារបៀបថាលេងបែបកងក្មេងអញ្ចឹងទៅសម្រាប់អ្នកសង្កេតការណ៍អ្នកទាំងពីរនៅវិញគឺដកហើយដោយសារតែពួកគេនឹងគឺឃើញថាអ្នកទាំងពីរនោះកំពុងតែធ្វើអត្តចរិតដូចជាកងក្មេងរួចមកទៀតយើងឃើញថាអ្នកទាំងពីរគឺបានទៅជិះរថភ្លើងមរណៈហើយអំឡុងពេលនឹងដែរយូគីម៉ារ៉ាក៏បាននិយាយថាគាត់ជាមនុស្សដែលខ្លាចខ្ពស់ដោយសារតែបែបហ្នឹងហើយអាយ៉ាមេក៏បានប្រាប់ទៅកាន់យូគីម៉ារ៉ាឲ្យចាប់ដៃរបស់នាងមកឲ្យមានភាពក្លាហានបន្តិចទៅហើយលទ្ធផលដែលទទួលបានគឺថាទីតាំងបន្តដែលពួកគេត្រូវទៅលេងនោះគឺជាកន្លែងផ្ទះខ្មោចហើយម្នាក់សិតតែនិយាយថាពួកគេនឹងគឺអត់ខ្លាចខ្មោចទេសិតតែឡើងទ្រឹស្ដីអាណាញ៉ៃពេញនឹងតែម្ដងក៏ប៉ុន្តែជាក់ស្ដែងទាំងវើម្នាក់នោះកំពុងតែភ័យខ្លាចហើយមើលតែទឹកមុខក៏ដឹងដែរហើយពួកគេនៅតែបន្តចំណាយពេលវេលានៅជាមួយគ្នាដដែលតែម្ដងក្រោយមកទៀតក៏ដល់ពេលវេលាដែលពួកគេទាំងពីរនាក់ត្រូវតែចំណាយពេលនៅតែពីរនាក់លក្ខណៈបែបស្ងាត់ៗហើយសម្រាប់សិស្សប្អូនទាំងពីរនៅវិញក៏បានដឹងថាសកម្មភាពចុងក្រោយនេះគឺជាសកម្មភាពដែលពួកគេអាចនឹងថែបគ្នាអញ្ចឹងទៅក៏ប៉ុន្តែមិនដូចអ្វីដែលពួកគេទាំងពីរនាក់បានគិតនោះទេព្រោះថាយូគីម៉ារ៉ាគឺបានផ្ដល់កាដូឲ្យទៅកាន់អាយ៉ាមេដែលក៏មិនបានធ្វើសកម្មភាពក្នុងការថែបទៅកាន់អាយ៉ាមេនោះឡើយដែលកាដូទី1គឺជានំហើយកាដូទី2គឺជាក្រវិលនឹងឯងកាដូទាំងពីរនេះធ្វើឲ្យអាយ៉ាមេពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថាកន្លងមកនឹងយូគីម៉ារ៉ាក៏មិនដែលផ្ដល់អ្វីឲ្យមកកាន់នាងនោះទេហើយក៏ដល់ពេលវេលាដែលពួកគេត្រូវតែបញ្ចប់ក្នុងការ date របស់ពួកគេផងដែរទោះបីជាយ៉ាងណាក៏ដោយអាយ៉ាមេគឺបានបង្ហាញអំពីទិន្នន័យដែលនាងប្រមូលបានអំពីអារម្មណ៍របស់នាងគឺថាអារម្មណ៍របស់នាងពិតជាសប្បាយចិត្តខ្លាំងមែនទែនបើទោះបីជាការ date មួយនេះគឺជាកំណងការគ្រាន់តែការពិសោធន៍ក៏ដោយក្រោយមកពួកគេទាំងពីរនាក់ក៏បានចុះពីកត្រកហោះហើយអ្នកទាំងពីរនៅវិញចាប់ផ្ដើមធ្វើការសួរថាបានធ្វើអ្វីខ្លះអាយ៉ាមេបានត្រឹមតែប្រាប់ទៅកាន់ការអ្នកដេកថានោះគឺជារឿងអាកបាំងបន្ទាប់ពីនិយាយរួចហើយនោះយើងគិតថាយូគីម៉ារ៉ានិងអាយ៉ាមេបានធ្វើដំណើរដើម្បីចាក់ចេញអំពីសួនកំសាន្តមួយនេះបាត់ទៅអូខេអ្នកគ្នាសេរីរបស់យើងដែលមានចំណងជើងថាស្នេហាអ្នកវិទ្យាសាស្ត្រភាគទី4គឺការចប់នៅត្រង់នឹងឯងហើយបើចង់ដឹងថាភាពបន្តទៅមុខទៀតវាទៅជាចំណាកំភ្លេចតាមដានជាមួយមានបន្តទៀតណាសម្រាប់គ្នាយើងណាដែលចង់ចូលក្រុមធម្មតាអីហ្នឹងអេមីនក៏មានដែរហើយគ្នាយើងគឺចូលទៅដើម្បីទទួលដំណឹងអំពីអេមីនផ្សេងៗនៅពេលអេមីនបានតម្លាក់5ជាចុងក្រោយអេមីនមានតែពីជូនពរដល់កាន់អ្នកគ្នាតែប៉ុណ្ណោះសូមឲ្យសំណាងល្អនៅក្នុងឆាជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិញហើយឥឡូវនេះដែរខ្ញុំបាទប្រុសស្មឺគឺមានតែប្រឹងទេបាយបាយចាំជួបគ្នាភាពបន្តទៀតណាបាយបាយ